ជំរាបសួរពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្រៀនបងប្អូនទាំងអស់គ្នាអំពីវិធីចាក់កាបូបហើយកុំឲ្យខាតពេលយូរតោះយើងទៅមើលពីវិធីចាក់ទាំងអស់គ្នាដើម្បីចាក់កាបូបបានយើងត្រូវចាក់កូនផ្ទាំងតូច4ជ្រុងបែបនេះអ្នកទាំងអស់គ្នាហើយវិធីចាក់យើងមានអំបោះនេះខ្ញុំប្រើពួកអំបោះសរសៃក្រាស់អ្នកទាំងអស់គ្នាហើយសម្រាប់មកចូលយើងប្រើលេខ 5.5mm ហើយដើម្បីចាក់បានយើងត្រូវដំបូងឡើយយើងត្រូវឡើងកតុយកដៅមកការឡើងកតុយកដៅគឺយើងទាញបែបហ្នឹងមកហើយយើងឡើងកតុយកដៅចំនួន4អ្នកទាំងអស់គ្នាកន្លែងនេះយើងមិនបាច់ធ្វើ magic ring ទេសូម្បីតែយើងចាក់កតុយកដៅក៏យើងអាចធ្វើជា magic ring បានដែរនៅពេលដែលយើងចាក់បាន4កតុយកដៅហើយអ្នកទាំងអស់គ្នាត្រូវចាក់បង្គោលរបងនៅក្នុងចន្លោះកតុយកដៅទី1យើងចាក់បែបហ្នឹងមកហើយកុំភ្លេចពណ៌អាកតុយអំបោះដែលនៅសល់ហ្នឹងទៅផងដើម្បីឲ្យវាជាប់ល្អហើយយើងចាក់កតុយកដៅមួយទៀតនៅក្នុងចន្លោះដដែលនិយាយរួមទៅមកចន្លោះហ្នឹងយើងត្រូវចាក់12បង្គោលរបងនៅពេលដែលយើងចាក់គ្រប់12បង្គោលរបងហើយយើងផ្ដាច់វាចោលទៅអ្នកទាំងអស់គ្នាយើងដូរពណ៌អំបោះយើងផ្ដាច់វាធំហ្នឹងទៅហើយយើងធ្វើយកពណ៌អំបោះដែលយើងត្រូវចាក់ខាងផ្កាហ្នឹងមកយើងចាក់វាបែបហ្នឹងមកអ្នកទាំងអស់គ្នាយើងតាក់វាបែបនេះមកហើយយើងឡើងកតុយកដៅចំនួន2បន្ទាប់មកយើងចាក់បង្គោលរបងក្នុងចន្លោះដដែលចាក់មួយមកហើយយើងចាក់បង្គោលរបងមួយទៀតនៅក្នុងចន្លោះដដែលនឹងមួយទៀតបន្ទាប់មកយើងចាក់មួយទៀតនៅក្នុងចន្លោះដដែលហ្នឹងមករួចហើយយើងតាក់វាបែបហ្នឹងមកយើងតាក់វាអញ្ចឹងមកអ្នកទាំងអស់គ្នាហើយយើងតាក់កតុយកដៅចំនួន2ធ្វើបែបហ្នឹងមកបន្ទាប់មកទៀតយើងចាក់បង្គោលរបងនៅក្នុងចន្លោះថ្មីមួយទៀតយើងចាក់3បង្គោលរបងនៅក្នុងមួយចន្លោះនិយាយរួមទៅអ្នកទាំងអស់គ្នាចាក់វាដដែលបែបហ្នឹងមក3បង្គោលរបងហើយតាក់យើងតាក់វាភ្ជាប់ហើយយើងចាក់កតុយកដៅចំនួន2យើងធ្វើបែបហ្នឹងគ្រប់ចន្លោះទាំងអស់អ្នកទាំងអស់គ្នាគ្រប់12ចន្លោះហ្នឹងមកហើយនេះជារូបរាងអ្នកទាំងអស់គ្នារូបរាងដែលយើងទទួលបានដែលយើងចាក់បានគ្រប់ចំនួន12ហ្នឹងមកហើយយើងតាក់វាផ្ដាច់ទៅអ្នកទាំងអស់គ្នាយើងបិទមុខវាធំហ្នឹងទៅតាក់វាបែបហ្នឹងហើយយើងកាត់អំបោះចោលទៅដើម្បីយើងដូរពណ៌ថ្មីមួយទៀតអ្នកទាំងអស់គ្នាត្រូវទុកកតុយអំបោះឲ្យរាងវែងទៀតទៅដើម្បីយើងចងវានៅខាងក្រោយកុំឲ្យវារបូតយើងដូរពណ៌វាមកកន្លែងនេះយើងចាក់ខាងជ្រុងវាយើងតាក់វាបែបហ្នឹងមកយើងឡើងកតុយកដៅចំនួន2
បន្ទាប់មកយើងចាក់បង្គោលរបងមួយហើយយើងចាក់មួយទៀតក្នុងចន្លោះដដែលហ្នឹងមកកន្លែងនេះយើងអត់ឡើងកតុយកដោទៀតទេនៅពេលដែលយើងដូរចន្លោះថ្មីអញ្ចឹងយើងចាក់បង្គោលរបងអានេះគេហៅថាបង្គោលរបងវែងអ្នកទាំងអស់គ្នាហើយរបៀបចាក់បង្គោលរបងវែងគឺយើងទាញវាបែបហ្នឹងយើងពាត់វាពីរជុំហើយយើងទាញវាអញ្ចឹងមកយើងចាក់ចំនួន6នៅក្នុងមួយប្រឡោះហ្នឹងប៉ុន្តែយើងចាក់3ចាក់បាន3យើងត្រូវឡើងកតុយកដោ2យើងទាញវាអញ្ចឹងមកនៅពេលដែលអ្នកទាំងអស់គ្នាចាក់គ្រប់6ហើយយើងបដូរចន្លោះវាមកហើយយើងចាក់បង្គោលរបងធម្មតាមកហើយកន្លែងនេះពេលបដូរចន្លោះថ្មីយើងមិនបាច់ឡើងកតុយកដោទេហើយយើងចាក់បង្គោលរបងធម្មតាយកទៅក្នុងមួយចន្លោះយើងចាក់បង្គោលរបង3អញ្ចឹងយើងចាក់2ចន្លោះនៅពេលដែលយើងចាក់បាន2ចន្លោះយើងត្រូវទៅចាក់បង្គោលរបងវែងវិញដដែលនិយាយរួមទៅអ្នកទាំងអស់គ្នាត្រូវធ្វើបែបហ្នឹងដដែលរហូតទៅដល់ខាងចុងយើងចាក់បង្គោលរបងធម្មតាចំនួន2ប្រឡោះ1ប្រឡោះយើងចាក់3បង្គោលរបងហើយបន្ទាប់មកយើងចាក់បង្គោលរបងវែងហ្នឹង1ប្រឡោះហើយ1ប្រឡោះយើងត្រូវចាក់6បង្គោលរបងវែងប៉ុន្តែយើងត្រូវចាក់3បង្គោលរបងហើយយើងឡើងកតុយកដោចំនួន2ហើយចាំយើងចាក់3បង្គោលរបងវែងនៅក្នុងចន្លោះដដែលហ្នឹងទៀតយើងធ្វើវាដដែលអញ្ចឹងរហូតទៅដល់ខាងជុំវាទៅនៅពេលដែលចាក់ដល់ខាងចុងហើយយើងកាត់អំបោះសល់កតុយរៀងវែងបន្តិចមកបន្ទាប់មកយើងទាញវាបែបហ្នឹងមកអ្នកទាំងអស់គ្នាយើងបិទមុខបែបហ្នឹងវាស្អាតជាងយើងបិទមុខធម្មតាហើយយើងឆ្កឹះវាអញ្ចឹងមកទាញវាមកស្អាតមែនតើហើយយើងក៏ចាក់តែប៉ុណ្ណឹងដែរហើយចំនួនដែលយើងត្រូវចាក់កូនផ្ទាំងហ្នឹងគឺយើងចាក់ចំនួន13ផ្ទាំងអ្នកទាំងអស់គ្នាចាក់វាដូចគ្នាអញ្ចឹងមកអាចឆ្លាស់ពណ៌ដូចខ្ញុំក៏បានឬក៏អ្នកទាំងអស់គ្នាចាក់តែមួយពណ៌ក៏បានដែរយើងចាក់ចំនួន13ផ្ទាំងអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំធ្វើវា3ពណ៌អញ្ចឹងខ្ញុំចាក់បដូរពណ៌គ្នាបើអ្នកទាំងអស់គ្នាអត់ចង់បដូរពណ៌ទេអាចចាក់វាតែមួយពណ៌ទៅវាដូចតែគ្នាទេចាក់ចំនួន13ផ្ទាំងនៅពេលដែលយើងចាក់គ្រប់ហើយអ្នកទាំងអស់គ្នាផ្គុំវាយកមកផ្គុំវាបែបនេះមកអ្នកទាំងអស់គ្នាយើងផ្គុំវាអញ្ចឹងហើយយើងត្រូវការកូនមកចូលជ័រមួយហើយយើងកាត់អំបោះដែលយើងត្រូវដាក់ហ្នឹងមកដោតចូលមកជុលហើយយើងនឹងដេរភ្ជាប់វាអ្នកទាំងអស់គ្នាយើងដេរភ្ជាប់វាបែបនេះមកយើងទាញវាអញ្ចឹងមកអ្នកទាំងអស់គ្នាចាក់វាអញ្ចឹងមកហើយកន្លែងនេះអ្នកទាំងអស់គ្នាកុំទាញវាខ្លាំងដៃពេកយើងត្រូវការថ្នមដៃមែនតើយើងទាញវាថ្នមមកអ្នកទាំងអស់គ្នាខាងចុងហ្នឹងអ្នកទាំងអស់គ្នាចង់គួចវាចងឲ្យហើយក៏បានឬក៏មិនបាច់តន់ចងដូចខ្ញុំក៏បានដែរព្រោះយើងត្រូវចាក់ចុះចាក់ឡើងវានឹងមកជួបគ្នាអញ្ចឹងយើងចាំចងគួចមុខពេលដែលវាជួបគ្នាក៏បានដែរយើងឆ្កឹះវាបែបហ្នឹងមកអ្នកទាំងអស់គ្នាយើងយកមកខាងមួយឆ្កឹះចូលគ្នាអញ្ចឹងមកហើយកុំទាញខ្លាំងពេកកន្លែងនេះធ្វើការថ្នមដៃខ្លាំងមែនតើយើងទាញវាអញ្ចឹងមកហើយយើងដេរភ្ជាប់តាមអ្វីដែលយើងផ្គុំបានហ្នឹងយើងដេរវាអញ្ចឹងរហូតមកអ្នកទាំងអស់គ្នា
ខ្ញុំបានដេកភ្ជាប់វារួចរាល់ហើយអ្នកទាំងអស់គ្នាយើងនឹងទទួលបានបែបហ្នឹងរូបរាងរបស់វាហើយអ្នកទាំងអស់គ្នាត្រូវបត់វាយើងបត់វាមកយើងបត់វាអញ្ចឹងមកហើយយើងទាញវាមកអញ្ចឹងមកអ្នកទាំងអស់គ្នាហើយយើងត្រូវដេកភ្ជាប់វាទៀតយើងដេកអាកន្លែងមួយជ្រុងដែលយើងអត់ទាន់បានដេកហ្នឹងមកយើងដេកអញ្ចឹងមកយើងឲ្យរបៀបដេកដូចតាមមុនអញ្ចឹងយើងដេកដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាយើងដេកភ្ជាប់មកអូខេនេះខ្ញុំភ្ជាប់ហើយយើងនឹងទទួលបានរូបរាងវាបែបនេះអ្នកទាំងអស់គ្នានេះជាកន្លែងជ្រុងមិញនៅពេលដែលយើងភ្ជាប់វាបានគ្រប់ជ្រុងទាំងអស់ហើយដល់វគ្គយើងមកដេកដៃវាម្ដងអ្នកទាំងអស់គ្នាយើងចាក់ដៃវាហើយរបៀបចាក់ដៃវាគឺយើងត្រូវចាក់បែបហ្នឹងមកយើងតាក់វាអញ្ចឹងមកហើយយើងឡើងកតុយកដោមួយយើងចាក់ single crochet នៅក្នុងចន្លោះហ្នឹងមួយមកបន្ទាប់មកទៀតយើងចាក់ក្នុងមួយចន្លោះ single crochet មួយចន្លោះយើងចាក់ single crochet មួយអញ្ចឹងយើងចាក់រហូតតតែមកដល់ខាងជុំវាមិញមកនៅពេលដែលយើងចាក់មកដល់ជុំវាហើយយើងបិទមុខវាបែបហ្នឹងមកយើងតាក់វាអញ្ចឹងហើយយើងឡើងកតុយកដោមួយបន្ទាប់មកទៀតយើងចាក់ single crochet ដដែលយើងចាក់ single crochet ក្នុងមួយប្រឡោះមួយអ្នកទាំងអស់គ្នាយើងចាក់បែបហ្នឹងមកនៅពេលដែលអ្នកទាំងអស់គ្នាចាក់មកដល់ជ្រុងកន្លែងនេះអ្នកទាំងអស់គ្នានៅពេលដែលយើងចាក់មកដល់ចំចំណុចកណ្ដាលហ្នឹងហើយយើងចាក់ចំចំណុចកណ្ដាលយើងចាក់កន្លែងជ្រុងហ្នឹងដល់មកដល់កន្លែងជ្រុងហ្នឹងអ្នកទាំងអស់គ្នាត្រូវឡើងកតុយកដោដើម្បីធ្វើដៃហើយសម្រាប់ប្រវែងនៃការចាក់ដៃនេះខ្ញុំឡើងកតុយកដោចំនួន80គ្រាប់អ្នកទាំងអស់គ្នាសរុបទាំងអស់80គ្រាប់និយាយរួមទៅបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ដៃវែងជាងហ្នឹងឬក៏ខ្លីជាងហ្នឹងអ្នកទាំងអស់គ្នាអាចបន្ថយទៅតាមនឹងបានហើយយើងចាក់វាបែបហ្នឹងទាំងសងខាងអ្នកទាំងអស់គ្នានៅពេលដែលយើងចាក់មកដល់កន្លែងជ្រុងហើយចំចំណុចកណ្ដាលដូចដែលខ្ញុំប្រាប់មិញហ្នឹងយើងធ្វើការឡើងចាក់កតុយកដោអ្នកទាំងអស់គ្នាយើងចាក់កតុយកដោហើយនៅពេលដែលបានប្រវែងដែលយើងចង់បានអ្នកទាំងអស់គ្នាយកកតុយកដោដែលយើងចាក់បានហ្នឹងទៅភ្ជាប់នៅជ្រុងម្ខាងទៀតយើងភ្ជាប់វាអញ្ចឹងមកអ្នកទាំងអស់គ្នានេះយើងយកវាមកភ្ជាប់ឲ្យចំនឹងចំណុចកណ្ដាលដូចមិញអញ្ចឹងហើយយើងចាក់ single crochet មកប្រឡោះយើងចាក់ single crochet មួយមកប្រឡោះយើងចាក់ single crochet មួយរហូតតតែដល់កន្លែងខាងជ្រុងវានៅកាបូបយើងម្ខាងទៀតអ្នកទាំងអស់គ្នានៅពេលដែលយើងធ្វើឲ្យម្ខាងយើងត្រូវទៅធ្វើម្ខាងទៀតហើយយើងធ្វើវាដូចគ្នាអញ្ចឹង
យើងវាស់វាប្រវែងគ្នារាប់គ្រាប់ដូចគ្នាមកអ្នកទាំងអស់គ្នាហើយយើងយកមកភ្ជាប់អញ្ចឹងមកយើងតាក់អញ្ចឹងមកហើយយើងបិទមុខវាបិទមុខហើយយើងធ្វើការឡើងកតុយកដោមួយបន្ទាប់មកទៀតយើងចាក់ single crochet ដដែលមកចន្លោះយើងចាក់ single crochet មួយមកចន្លោះយើងចាក់ single crochet មួយយើងចាក់ដដែលបែបហ្នឹងមកអ្នកទាំងអស់គ្នាយើងចាក់បែបហ្នឹងរហូតនិយាយរួមទៅតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអត់មានអីច្រើនទេយើងត្រូវចាក់ single crochet វាដដែលអញ្ចឹងមកហើយនៅពេលដែលយើងចាក់មកដល់កន្លែងនេះយល់ទៅយើងចាក់ដូចគ្នាអ្នកទាំងអស់គ្នាក្នុងមួយចន្លោះកតុយកដោនេះយើងចាក់ single crochet មួយហើយយើងចាក់វាបែបហ្នឹងមកអ្នកទាំងអស់គ្នាចាក់ខាងក្រោមណាយើងតាក់វាអញ្ចឹងមកមួយចន្លោះយើងចាក់មួយក្នុងមួយចន្លោះយើងចាក់មួយយើងចាក់អញ្ចឹងមកអ្នកទាំងអស់គ្នាតាក់វាដូចក្នុងវីដេអូហ្នឹងណាហើយយើងធ្វើបែបហ្នឹងរហូតអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងឲ្យអស់នៃចំនួនក្របហ្នឹងមកយើងធ្វើទាំងសងខាងហើយធ្វើឲ្យតែប៉ុណ្ណឹងកាបូបយើងហើយអ្នកទាំងអស់គ្នានេះជាវិធីបិទមុខឲ្យស្អាតណាអ្នកទាំងអស់គ្នាមើលមកអត់ដឹងថាមុខតំណកន្លែងណានៅពេលដែលអ្នកទាំងអស់គ្នាចាក់ដល់ក្របចុងក្រោយបែបនេះអ្នកទាំងអស់គ្នាកុំតន់អានបិទមុខវាអ្នកទាំងអស់គ្នាកាត់កតុយអំបោះវាហើយហូតវាបែបហ្នឹងមកហើយអ្នកទាំងអស់គ្នាត្រូវការកូនមកជុលមួយមកយកមកដោតកតុយអំបោះវារួចហើយអ្នកទាំងអស់គ្នាត្រូវចាក់វាបែបនេះមកយើងឆ្កឹះវាមកអ្នកទាំងអស់គ្នានេះយើងឆ្កឹះវាអញ្ចឹងមកបន្ទាប់មកទៀតយើងចាក់ចូលនៅក្នុងចន្លោះយើងចាក់បែបហ្នឹងមកធ្វើបែបហ្នឹងយើងអត់ដឹងថាមុខតំណនៅឡើយណាហើយស្អាតទៀតយើងចាក់វាអញ្ចឹងមកវាស្អាតមែនទេបន្ទាប់មកទៀតយើងត្រូវការគួចវាយើងចាក់វាចូលនៅក្នុងចន្លោះដែលយើងចាក់ហើយណាយើងធ្វើវាបែបហ្នឹងមកអ្នកទាំងអស់គ្នាវាយើងបិទមុខអញ្ចឹងវាជាប់ល្អហើយយើងគួចវាអញ្ចឹងមួយមកហើយកតុយអំបោះដែលនៅសល់យើងត្រូវចាក់វាបញ្ចូលអញ្ចឹងមករួចហើយនៅពេលដែលចាក់ហើយយើងកាត់វាចោលទៅចប់ហើយអ្នកទាំងអស់គ្នាប៉ុណ្ណឹងគឺវាជាប់ល្អមែនទែនអត់របូតទៅណាអ្នកទាំងអស់គ្នាអាចប្រើបានកាន់ឆ្នាំកាបូបយើងរួចរាល់ហើយអ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះវាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ